ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាយកដ្ឋានព័ត៌មានសេចក្តីប្រកាសព័ត៌មានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគូបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗនៃនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ចប់សន្និបាតប្រចាំឆ្នាំដើម្បីត្រួតពិនិត្យសមិទ្ធផលឆ្នាំ2024និងលើកទិសដៅឆ្នាំ2025ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី3ដល់ថ្ងៃទី5ខែមីនាឆ្នាំ2025ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំក្រសួងនិងប្រធានបេសកកម្មការទូតនិងកុងស៊ុលរបស់កម្ពុជាទូទាំងពិភពលោកសន្និបាតនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលមានកិច្ចប្រជុំចង្អៀតរយៈពេល2ថ្ងៃដែលផ្ដោតលើការវិវត្តសំខាន់ៗក្នុងតំបន់និងសកលការធ្វើបទបង្ហាញដោយវាគ្មិនជំនាញនិងកាលានុវត្តភាពវិស័យធុរកិច្ចនិងវិនិយោគរបស់កម្ពុជាយុទ្ធសាស្ត្រលើកកម្ពស់ទេសចរព្រមទាំងហានិភ័យនិងការពាក់ព័ន្ធនៃបច្ចេកវិទ្យាព័ត៌មានក្នុងអំឡុងសន្និបាតអ្នកចូលរួមបានធ្វើការពិភាក្សាលើទិដ្ឋភាពតំបន់និងពិភពលោកដែលមានការវិវត្តឆាប់រហ័សពិបាកប៉ាន់ស្មាននិងស្មុគស្មាញដោយសង្កត់ធ្ងន់លើផលបច្ច័យសំខាន់ៗនៃការវិវត្តទាំងនេះមកលើកម្ពុជានិងគោលនយោបាយការបរទេសសន្និបាតក៏បានពិភាក្សាលើបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយផលប៉ះពាល់នៃបរិវត្តកម្មបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា AI លើផ្នែកការទូតនិងទំនាក់ទំនងអន្តរជាតិការបំពេញការងាររបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងឆ្នាំ2024ភាពចាំបាច់ក្នុងការកែសម្រួលឡើងវិញនៅអាទិភាពសំខាន់ៗនិងទិសដៅអនាគតនៃគោលនយោបាយការបរទេសរបស់កម្ពុជាថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានកោតសរសើរចំពោះលទ្ធផលការងាររបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិពេញមួយឆ្នាំ2024និងការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការអនុវត្តឲ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការកែសម្រួលកិច្ចខិតខំប្រឹងប្រែងវិស័យការទូតរបស់កម្ពុជានិងការបន្តលើកកម្ពស់សមត្ថលទ្ធភាពនៃវិស័យការបរទេសទន្ទឹមនឹងការសម្របខ្លួនទៅនឹងកំណើននៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចការវិវត្តនៃបញ្ហាប្រឈមផ្នែកសន្តិសុខនិងការកើនឡើងនៃការគំរាមកំហែងមិនប្រពៃណីនានានៅក្នុងតំបន់និងពិភពលោកសម្ដេចធិបតីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេសបរិយាកម្មនិងការប្រស្រ័យទាក់ទងជាយុទ្ធសាស្ត្រដើម្បីពង្រឹងភាពធន់របស់កម្ពុជាក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិរួមមានឯករាជ្យនិងអធិបតេយ្យភាពបូរណភាពទឹកដីសន្តិភាពនិងឯកភាពជាតិក៏ដូចជាការរីកចម្រើនផ្នែកសង្គមសេដ្ឋកិច្ចសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់នៅគោលនយោបាយការបរទេសឯករាជ្យអព្យាក្រឹតជាអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធដែលផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងផលប្រយោជន៍ស្នូលរបស់ជាតិសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗចំនួន6នៃគោលនយោបាយការបរទេសរបស់កម្ពុជាដូចខាងក្រោមការធ្វើឲ្យស៊ីជម្រៅនៅទំនាក់ទំនងទ្វេភាគីដែលមានស្រាប់និងពង្រីកទំនាក់ទំនងស្និទ្ធស្នាលជាមួយប្រជាជាតិទាំងអស់ដោយពង្រឹងការជឿទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមកភាពជាដៃគូឈ្នះឈ្នះលើគ្រប់វិស័យនៅក្រោមសសរស្តម្ភនយោបាយសន្តិសុខសេដ្ឋកិច្ចនិងសង្គមវប្បធម៌ដោយសង្កត់ធ្ងន់លើការកសាងព្រំដែនសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងការលើកកម្ពស់ពហុភាគីនិយមតាមរយៈការចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកលការគាំទ្រដល់កិច្ចប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងពង្រឹងការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោកការពង្រឹងមជ្ឈភាពរបស់អាស៊ានតាមរយៈការពង្រឹងឯកភាពនិងទូនាទីស្នូលរបស់អាស៊ានក្នុងការរក្សាស្ថិរភាពក្នុងតំបន់ការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធីការរួមចំណែកដល់ផលប្រយោជន៍និងវិបុលភាពរួមរបស់អាស៊ាននិងការឈានទៅសម្រេចឲ្យបាននៅចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ2045ដែលនឹងត្រូវអនុម័តនៅក្នុងឆ្នាំនេះការលើកកម្ពស់ការទូតសេដ្ឋកិច្ចនិងវប្បធម៌ដើម្បីពង្រីកវត្តមានរបស់ព្រះរាជាណាចក្រកម្ពុជានៅលើទីផ្សារពិភពលោកបង្កើនទំនាក់ទំនងពាណិជ្ជកម្មទាក់ទាញការវិនិយោគពីបរទេសលើកកម្ពស់ទេសចរណ៍និងផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងកិត្តិនាមរបស់ប្រទេស
ការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតការពារនិងលើកកម្ពស់កិត្តិនាមនិងផលប្រយោជន៍ជាតិកម្ពុជានៅលើឆាកអន្តរជាតិពង្រឹងសមត្ថភាពផ្នែកការទូតរបស់កម្ពុជាតាមរយៈកំណែទម្រង់ស្ថាប័ននិងការបង្កើនប្រសិទ្ធផលប្រតិបត្តិការនិងវិជ្ជាជីវៈនៃសេវាកម្មបរទេសរបស់កម្ពុជាសន្និបាតក៏បានសម្ពោធសៀវភៅ The Taste of Angkor 2 ដែលជាសៀវភៅថ្មីស្ដីពីមុខម្ហូបរបស់ប្រទេសកម្ពុជាបន្ទាប់ពីការបោះពុម្ពលើកទី1ប្រកបដោយជោគជ័យនិងការសន្យាក្នុងការបង្ហាញបន្ថែមទៀតនៅទំនៀមទម្លាប់និងវប្បធម៌ធ្វើម្ហូបដ៏សម្បូរបែបរបស់កម្ពុជាថ្ងៃសៅរ៍10កើតខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី8ខែមិនិនាឆ្នាំ2025